ជំរាបសួរនិងសួស្តីអ្នកនរថ្ងៃនេះខ្ញុំមកវិញម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីដែលយើងថ្ងៃនេះយើងនិយាយគ្នាទៅលើ Lecture Note ទី8បន្តទៀតអញ្ចឹង Lecture Note ទី8គឺគេចង់និយាយទៅលើ permission ហើយនិង ownership របស់ file ឬក៏ directory នៅលើ Linux ហ្នឹងអញ្ចឹងរាល់ដងពេលដែលយើង ll ឬក៏ ls អីមក .a ហ្នឹងគឺយើងឃើញហើយមានអក្សរមានជាហើយនឹងអក្សរនៅខាងមុខហ្នឹងចឹងឡើយខ្ញុំសាកនៅលើម៉ាស៊ីនយើងដាក់ LL មកចឹងយើងឃើញនេះដូចជាមាន desktop document download អីហ្នឹងដែលវាមានអក្សរ D ខាងមុខហ្នឹងអញ្ចឹងរាល់ file ឬក៏ directory ដែលវាមានអក្សរ D ខាងមុខអាហ្នឹងគឺបញ្ជាក់ថាវាជា directory នេះគឺជានេះបន្ទាប់ពីអក្សរ D គឺយើងមានអក្សរ O W X អញ្ចឹង3អក្សរគេរាប់3អក្សរបន្ទាប់មកអានេះ3អក្សរទៀតអានេះ3អក្សរទៀតអញ្ចឹង3អក្សរនេះគឺគេនិយាយទៅលើ user 3អក្សរបន្ទាប់ទៀតគឺនិយាយទៅលើ group និង3អក្សរបន្ទាប់ទៀតគឺនិយាយទៅលើ order អញ្ចឹងសម្រាប់ user អញ្ចឹងនៅលើ directory នេះគឺ user គាត់អាចមានសិទ្ធ read write និង execute ដូចជាកន្លែងនេះអក្សរ O តំណាងឲ្យ read permission W write permission និង execute permission ហើយនឹងដកនេះស្មើនឹង no permission ដូចកន្លែងនេះអញ្ចឹងសម្រាប់ group គឺយើងឲ្យគាត់ read ឲ្យ execute ប៉ុន្តែ write អត់ទេគឺយើងដកមកស្មើនឹងអត់មាន permission អញ្ចឹងសម្រាប់ order ដូចគ្នាអញ្ចឹងផ្សេងៗនេះគ្នាតែយើងឃើញកន្លែងនេះកន្លែង share នេះកន្លែង folder share នេះ directory share នេះគឺយើងឃើញថាបើកទាំងអស់ allow ទាំងអស់អញ្ចឹងគឺ read write execute គឺយើងបើកឲ្យទាំងអស់ចឹងអានឹងតាក់ទងជាមួយនឹង permission ដែលយើងកំណត់ទៅលើហ្នឹងចឹងយើងមើលមកទៀតអានេះបើយើងខ្ជិលពេលដែលយើងដាក់ដូចជាយើងប្រើ command ដើម្បី change permission ឬ change អីឲ្យនេះដែលពេលយើងប្រើ permission ហ្នឹងគឺយើងពេលខ្លះគេអត់ចង់ប្រើអក្សរនេះទេគេអត់ចង់ប្រើអក្សរO W X អីហ្នឹងគឺគេអត់ចង់ប្រើគេចង់ប្រើជាលេខដោយសារលេខវាស្រួលចាំជាងអញ្ចឹងនេះលេខដែលយើងដាក់ហ្នឹងឥឡូវយើងសាកឥឡូវយើងបង្កើតនេះមួយមកបង្កើត file មួយអូខេ .txt អញ្ចឹងមកLL មើលទៅអូខេនេះគឺជារបស់យើងហ្នឹងអញ្ចឹងខាងមុខនេះវាអត់មានអក្សរស្មើនឹងវាជា file អញ្ចឹង read write execute អត់មានទេអញ្ចឹងធម្មតាទេអាហ្នឹងអូខេឥឡូវយើងចង់ដឹងយើងសាកមកយើងប្រើchange mode អូខេ ch mode តោះមកយើងដាក់វាអញ្ចឹងយើងចង់បាននេះគេយើងចង់បានបើកទាំងអស់អញ្ចឹងយើងដាក់7មកអញ្ចឹង7ខាងមុខស្មើនឹង read write execute សម្រាប់ user អានេះបន្ទាប់មកគឺសម្រាប់ group និងសម្រាប់ order ហើយយើងដាក់ឈ្មោះ file របស់យើងមក aa.txt ហ្នឹងអូខេអញ្ចឹងយើង ll មើលអូខេអញ្ចឹងឃើញថា aa.txt យើងគឺបាន change ទៅread write execute ទាំងអស់តែម្ដងអូខេអញ្ចឹងបន្តទៀតគឺយើងតាក់ទងជាមួយនឹង symbolic mode អញ្ចឹងតាក់ទងជាមួយ symbolic mode ហ្នឹងវាអាចនឹងយើងអាចបូកបន្ថែមដកចេញឬក៏ឲ្យវា set permission ហ្នឹងទៅហើយនឹង override permission ដែលយើង set មុនហ្នឹងអីចឹងអញ្ចឹងយើងឃើញថាអានេះគឺគេបញ្ជាក់មកថាគេដាក់អក្សរកាត់ឲ្យយើងមើលគឺ U សម្រាប់ user G សម្រាប់ group O សម្រាប់ order និង A សម្រាប់ allចឹងឥឡូវអូម៉ាថាខ្ញុំឥឡូវខ្ញុំសុំ clear សិនទៅឥឡូវខ្ញុំសាកបង្កើតអូខេ make dia មួយមក make dia aa មួយមកចឹងយើងថា dia aa យើងគឺ read write សម្រាប់ user read write ជួធម្មតាអូខេសម្រាប់group គឺបានតែ read និង execute order ដូចគ្នាចឹងឥឡូវបើយើងចង់សាកអូខេយើងចង់សាកនេះចោះបើថា add execute permission for group for user និង group អញ្ចឹងឥឡូវយើងចង់សាកថាឥឡូវយើងចង់ add write ឲ្យ user ហើយនិង order អញ្ចឹងយើងសាកប្រើ command ហ្នឹងមកអូខេឥឡូវយើងសាកប្រើ change mode អូខេអញ្ចឹងយើងដាក់សម្រាប់ group ហើយនិង order យើងបូកមកយើងថែម write ចូលអូខេយើង S មើលអូខេអញ្ចឹងយើងតែវាថែមហើយថែម write ចូលយើងចង់ដកវិញក៏បានដែរយើងប្រើ command ហ្នឹងមក change mode ហ្នឹងក៏យើងប្រើអក្សរយើងប្រើ symbolic ដកវិញ change mode
chẳng những đội kìa những trả lời mà thay những chẳng đội execute trên cho chẳng những vào đội execute bị order chẳng độ máu hệ sợ ích nó ok chẳng khi hạt đội execute trên mà đấy bị order nữa ok chẳng video channel team bởi dưỡng cứ miền Tây phần nắng chẳng ở con nào nhé đừng chụp như nơi video rồi